សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកបង្ហាញអំពីមុខម្ហូបមួយងាយស្រួលហើយឆ្ងាញ់ទៀតផងគឺសាច់អាំងសាច់គោអាំងជាមួយនឹងបន្លែទឹកត្រីកោះកុងមុនដំបូងយើងត្រូវតែហាន់សាច់គោរបស់យើងសាច់គោរបស់យើងគឺមានចំនួនកន្លះគីឡូយើងទិញសាច់ត្រង់កន្លែងដែលផុយសាច់ភ្លៅសាច់អីចឹងណាបងប្អូនទាំងអស់គ្នាហើយសាច់គោនេះដែរគឺល្អមែនតែនបងប្អូនយើងហាន់វាគឺចំណិតតូចៗស្ដើងកុំឲ្យក្រាស់ពេកឬកុំឲ្យស្ដើងពេកมันល្មមញ៉ាំដែរចំអិនទៅវាស្រួលហើយសាច់នេះដែរគឺល្អមែនតើអានេះយកទៅស្ងោរជ្រូកក៏ឆ្ងាញ់ដែរណាសាច់ភ្លៅសាច់កពួនជើងគោនេះបងប្អូនមើលទៅគឺហាន់ទៅឡើងស្រួយហើយឡើងស្រួយហើយឡើងផុយសាច់នេះបើយកទៅធ្វើងើឈៀនក៏ឆ្ងាញ់ដែរអាងើឈៀនគេដាក់ជាមួយទឹកគួនណាបងប្អូនទាំងគ្នាឥឡូវខ្ញុំធ្វើការហាន់សាច់អញ្ចឹងហើយនេះបញ្ញាប់ជើងទៅព្រោះដល់ពេលល្ងាចហើយគឺថាហែបាយដែរបងប្អូនទាំងគ្នាយើងមកធ្វើសាច់អាំងញ៉ាំអញ្ចឹងទៅបន្ទាប់ពីហាន់សាច់រួចរាល់ហើយបងប្អូនឃើញនេះគឺថាបានច្រើនមែនតើអញ្ចឹងហើយយើងយកសាច់នឹងទៅដាក់នៅកន្ធនឬក៏ចានដែកអញ្ចឹងទៅស្រុកបងប្អូនគេហៅអីដែរយើងដាក់វាមកអាឡៃអញ្ចឹងទៅដើម្បីយកវាទៅផ្សំគ្រឿងមានស្ករអំបិលប៊ីចេងម្សៅស៊ុបអីអញ្ចឹងទៅមានខ្ទឹមមានអីហើយនឹងពិសេសនោះគឺទឹកប្រេងខ្យងដាក់ឲ្យវាមានជាតិឥឡូវខ្ញុំចាប់ផ្ដើមដំខ្ទឹមរបស់យើងចំនួន4កំពឹសដើម្បីដាក់ជាមួយនឹងសាច់គោរបស់យើងហើយខ្ញុំដំគាត់តែដំអញ្ចឹងឯងប៉ុន្តែអត់ចិញ្ច្រាំវាទេពុកម៉ែបងប្អូនគាត់តែដំហើយយកសបកវាចេញបន្ទាប់មកដាក់វាប្រឡាក់ជាមួយនឹងសាច់គោយើងតែម្ដងគឺងាយស្រួលអាហារសាមញ្ញសុខស្រាយពុកម៉ែបងប្អូនឥឡូវនេះខ្ទឹមរបស់ខ្ញុំថាបានដំវាចេញសបកចេញអីហើយរៀងនៅកប៉ាត់ចឹងណាយើងដាក់ជាមួយសាច់គោយើងមកដើម្បីវាមានរសជាតិឈ្ងុយឆ្ងាញ់ហើយបន្ទាប់មកដាក់ជាមួយប្រេងខ្យងចំនួនវាមិនកូនវែកទេប៉ុន្តែចិត្តកូនវែកហ្នឹងហើយប៊ីចេងហើយយើងច្របល់វាម្សៅសិនបន្ទាប់មកយើងធ្វើកាត់ដាក់ជាមួយនឹងអំបិលបន្តិចបានហើយយើងដាក់បន្តិចបានហើយអំបិលព្រោះយើងមានធ្វើទឹកជ្រលក់ទឹកអីដែរបន្ទាប់ពីដាក់អំបិលដាក់អីហើយដាក់ជាមួយស្ករហើយបើមានរ៉ូឌីបន្តិចទៅបង្កើនរសជាតិវាមកកាន់តែឈ្ងុយឆ្ងាញ់អញ្ចឹងណាបន្ទាប់ពីយើងដាក់អំបិលស្ករប៊ីចេងជាមួយនឹងមើមខ្ទឹមហើយជាមួយទឹកប្រេងខ្យងហើយច្របល់វាចូលជាតិហើយទុកវាប្រហែលជា5នាទីបើបងប្អូនប្រញាប់ញ៉ាំប្រឡាក់ភ្លាមយកទៅអាំងភ្លាមក៏បានដែរនៃសាច់របស់យើងដែលបានប្រឡាក់ហើយឥឡូវយើងចាប់ផ្ដើមទុកវាសិនយើងទុកវាប្រហែលជា5នាទីអញ្ចឹងណាបន្ទាប់ពីធ្វើសាច់ធ្វើអីហើយយើងមកមើលបន្លែគឺមានតែពុតបារាំងហើយខ្ទឹមបារាំងនិងម្ទេសផ្លោកហើយនឹងក្រូចឆ្មានិងម្ទេសយើងអញ្ចឹងសម្រាប់ធ្វើទឹកត្រីកោះកុងដើម្បីយកទៅចុចជាមួយនឹងទឹកចុចជាមួយនឹងសាច់គោអាំងបន្លែយើងអញ្ចឹងទៅហើយខ្ញុំធ្វើការលាងបន្លែលាងអីចឹងណាឲ្យវាស្អាតនេះបន្លែរបស់យើងបន្ទាប់មកចាប់ផ្ដើមធ្វើការហាន់ជាមួយនឹងបន្លែរបស់យើងខ្ញុំហាន់ដំបូងគេនោះគឺម្ទេសផ្លោកបងប្អូនតគ្នាដាក់ជាមួយម្ទេសផ្លោកគឺឆ្ងាញ់មែនតើសាច់អាំងណាគឺងាយទេសាច់អាំងបន្លែវាអត់សូវច្រើនដូចគោកិច្ចទេដាក់តែប៉ុណ្្នឹងមកគឺថាញ៉ាំបានហើយឥឡូវខ្ញុំហាន់វាចឹងពុកម៉ែបងប្អូនហើយបន្ទាប់មកយើងក៏ធ្វើការហាន់ខ្ទឹមបារាំងនេះហាន់តាមស្រួលហ្នឹងគឺថាដឹងតែយំដោយសារវាតែម្ដងឲ្យថាហាន់ដឹងតែឈួរខ្ទឹមបារាំងនឹងមិនដឹងមិនដែរចឹងហាន់កុំឲ្យបែបខាងកុំឲ្យយើងចេញទៅភ្នែកមានតែពាក់វ៉ែនតាឥឡូវយើងហាន់វាជា3ជា4ចឹងមកយើងហាន់មកល្មមតែថាដាក់អាំងជាមួយសាច់ជាមួយអីទៅវាឆ្ងាញ់ណានេះបងប្អូនទាំងអស់គ្នាចឹងមកនេះតោះមកពុតបារាំងរបស់យើងកាត់ក្បាលកាត់កតុយវាចឹងទៅដើម្បីឲ្យវាជ្រះមេរោគជ្រះចឹងណាយើងលាងហើយតែយើងហាន់វាតិចទៅយើងអាចញ៉ាំទាំងក្បាលទាំងកតុយវាចឹងទេព្រោះគេបេះមកខ្លះវាអត់ស្អាតដែរបន្ទាប់ពីខ្ញុំហាន់បន្លែហាន់អីហើយក៏បានរួចរាល់ហើយគឺមានតែប៉ុណ្្នឹងឯងគឺអត់ច្រើនទេបន្លែហើយនេះគ្រឿងបុកទឹកត្រីរបស់យើងមានក្រូចឆ្មាហើយនិងម្ទេសបន្ទាប់ពីខ្ញុំបង្ហាញគ្រឿងបុកទឹកត្រីកោះកុងហើយខ្ញុំក៏ធ្វើការដាក់ជាមួយនឹងខ្ទឹមសបងប្អូនទាំងគ្នាមើលខ្ទឹមរបស់យើងហ្នឹងណាបន្ទាប់មកបុកវាសិនបុកឡើងកើកាមេរ៉ាឡើងកើមែនណាបងប្អូនកាមេរ៉ាដាក់តំណឹងហើយយើងបុកតំណឹងទៅវាមិនកើបន្ទាប់មកខ្ញុំធ្វើការយកសបកវាចេញចឹងទៅបន្ទាប់ពីយើងបុកខ្ទឹមបុកអីដាក់ម្ទេសដាក់អីចឹងទៅស្រួលងាយទឹកត្រីកោះកុងណាក៏ចេះធ្វើឲ្យបងប្អូនណាផ្សំគ្រឿងអត់ទៅជូរហើប្រៃផ្អែមល្មមទៅគឺថាឆ្ងាញ់តែម្ដងហើយខ្ញុំធ្វើការដាក់ជាមួយនឹងម្ទេសរបស់យើងចូលទៅម្ទេសរបស់យើងមានប្រមាណដល់ប៉ុណ្ណឹងទៅដើម្បីឲ្យវាហឹរតែម្ដងណាកាន់តែហឹរកាន់តែឆ្ងាញ់សាច់អាំងតែមកធ្វើការដាក់ប៊ីចេងនិងស្ករសតពីខ្ញុំដាក់ហើយក៏យកវាមកបុកចឹងទៅនេះបុកវាឲ្យម៉ត់ចូលគ្នាទៅហើយឥឡូវសាច់អាំងរបស់យើងគឺបានរួចរាល់ហើយយើងរៀបវាដាក់នៅលើចក្រានចឹងទៅហើយនិយាយមើលថាតំណឹងមែនតើនេះគឺថាតំណឹងហើយនេះទឹកត្រីរបស់យើងគឺបានបុកហើយជាមួយនឹងបន្លែកុំភ្លេចដាក់ជាមួយនឹងប្រេងខ្យងទីផងពុកម៉ែបងប្អូនដើម្បីវាមានជាតិចឹងណាអានេះសាច់អាំងរបស់យើងគឺថារួចរាល់វាដូចតែគោកិច្ចដែរទេប៉ុន្តែយើងហាន់សាច់ហើយយើងអាំងវានៅលើខ្ទះចឹងទៅតែនេះខ្ញុំអត់មានខ្ទះអាំងសាច់ខ្ញុំក៏ដាក់ខ្ទះ
ស្ទះឆាប៉ុន្តែអូឆ្ងាញ់ដូចគ្នាយើងហាន់ចឹងមកហើយត្រឡប់វាចុះឡើងជាមួយនឹងបន្លែពីវាមករបស់យើងទៅជ្រលក់ជាមួយទឹកត្រីកកងអូយញ៉ាំមួយម៉ាត់ហើយចង់ញ៉ាំមួយម៉ាត់ទៀតឆ្ងាញ់ដល់វេហាតែម្ដងបងប្អូននេះអូយសាច់ដាក់មកជ្រលក់ហើយយកមកញ៉ាំហើយជូរផ្អែមប្រៃនឹងចូលចិត្តគ្នាមែនតើហើយវីដេអូរបស់យើងក៏មកដល់ទីបញ្ចប់ហើយដូច្នេះពុកម៉ែបងប្អូនសូមជួយចុច Subscribe ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗអរគុណជម្រាប